ស្វាគមន៍បងប្អូនមកកាន់ The Story Podcast Season 3 Episode ទី3មួយរយៈនេះគឺល្បីខ្លាំងមែនទែនទៅលើនំពៀហើយបានញ៉ាំនំពៀនៅបងប្អូនចិត្តចូលឆ្នាំចិនហើយអញ្ចឹងនាំគ្នាទិញនំពៀញ៉ាំម្នាក់មួយម៉ាត់ទៅតន់ trading ឲ្យដឹងថារសជាតិនំពៀមិនដែរធ្លាប់ញ៉ាំទេចង់ញ៉ាំនំប៉ោពៀនំពៀឬនំប៉ោពៀនំប៉ោពៀនំប៉ោពៀហ្នឹងអានំខ្ចប់ស្ករមែនអត់ដឹងអត់ចេះញ៉ាំនំពៀនំចិនណាដល់នំប៉ោពៀអានំដែលគេលក់តាមផ្លូវដាក់ដូងហ៎មានអត់ទេខ្ញុំទៅមើលវីដេអូ content creator យើងគាត់ធ្វើអាខ្ចប់ដូងនឹងអាហ្នឹងនំប៉ោពៀត្រូវទេហើយមាននំប៉ោពៀមួយទៀតនំប៉ោពៀនោះសដាក់ដូងពីលើដាក់ល្ងអាចកហ្នឹងហើយអូយហ្នឹងហើយអាហ្នឹងឯងមិនគេលក់នៅសាលាត្រូវហើយគិតទៅណាមកវីដេអូផ្អើប្រទេសគាត់នំពៀបាទបងប្អូនប្រកាសជានៅក្នុងទូរស័ព្ទគឺមានmap ហើយចេះប្រើ GPS គ្រប់គ្នាអញ្ចឹងថ្ងៃនេះគឺតាក់ទងជាមួយនឹង map ដែលការប្រើប្រាស់ GPS ហើយយើងធ្លាប់និយាយកាលពីអត្ថបទមុនតាក់ទងជាមួយនឹងការប្រើប្រាស់ map ហើយ Google នាំទៅកន្លែងខុសអញ្ចឹងហ្នឹងហើយលេខនេះគឺប្រហែលគ្នាប៉ុន្តែគួរឲ្យខ្លាចជាងមុនទៀតជឿជាក់ថាសម័យនេះនរណាក៏ប្រើ GPS ដែរនៅក្នុងការនាំផ្លូវជាពិសេសនៅពេលដែលធ្វើដំណើរទៅកន្លែងឆ្ងាយណាមួយដែលយើងអត់សូវស្គាល់អត់មានអ្នកធ្លាប់ទៅជាដើមប៉ុន្តែ GPS ពេលខ្លះគឺនាំយើងទៅផ្លូវខុសធ្វើឲ្យយើងវង្វេងផ្លូវថែមទៀតក៏មានជាក់ស្ដែងនៅក្នុងករណីរឿងនេះគឺយើងទទួលបានមកពីប្អូនប្រុសឈ្មោះថាសម្បត្តិគាត់បានវង្វេងផ្លូវព្រោះតែ GPS នាំគាត់ទៅកន្លែងដែលគួរឲ្យរន្ធត់ហើយគឺថាមិនត្រឹមតែខុសទីតាំងទេគឺបាក់សក់តែម្ដងធ្វើឲ្យគាត់ចងចាំគ្មានថ្ងៃភ្លេចទេហើយរឿងនេះគាត់បានរៀបរាប់ដូចខាងក្រោមកាលពី4ឆ្នាំមុនបាទឆ្នាំ2025បានថា2021ពេលខ្ញុំទៅធ្វើការជាអ្នកដឹកនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញពេលនោះត្រូវនឹងពេលឆ្លងឆ្នាំខាងក្រុមហ៊ុនក៏បានអនុញ្ញាតឲ្យបុគ្គលិកទាំងអស់ឈប់សម្រាកចំនួន1សប្តាហ៍បន្ទាប់ពីបើកប្រាក់ខែរួចរាល់ខ្ញុំនាំប្រពន្ធនិងកូនទៅដើរលេងមកវាំងដើម្បីលំហែអារម្មណ៍ប្រលប់ទូរស័ព្ទខ្ញុំក៏រោលទឹងបងភ័ក្រដែលជាមេក្រុមខ្ញុំហ្នឹងនៅកន្លែងធ្វើការបាននិយាយថាអាឡូសម្បត្តិស្អែកទំនេរអត់បងចង់ពឹងឲ្យអូនឯងហ្នឹងជួយដឹកអីវ៉ាន់ឲ្យបងមួយកញ្ចប់ដោយសារតែខ្ញុំហើយនឹងបងភ័ក្រស្និទ្ធស្នាលនឹងគ្នាដូចបងប្អូនព្រោះគាត់គឺជាមនុស្សដែលមានទឹកចិត្តល្អនិងចេះជួយយកអាសាកូនក្រុមជានិច្ចខ្ញុំមិនហ៊ានប្រកែកឡើយក៏តបទៅវិញថាអូបាទបងមានអីវ៉ាន់អីគេដែរបងចាំបងផ្ញើឲ្យលំអិតចូលទៅក្នុង Telegram មកចាំខ្ញុំជួយបងបន្ទាប់ពីយល់ព្រមគ្នាអស់ហើយស្អែកឡើងប្រហែលជាម៉ោង2ល្ងាចទើបខ្ញុំចេញឡានមួយបាំងកន្លះទៅយកអីវ៉ាន់នៅឯក្រុមហ៊ុនដែលបងភ័ក្របានផ្ញើទុកនៅនឹងពូសន្តិសុខព្រោះថ្ងៃនោះមិនក្តៅពេកណាមួយកន្លែងដែលបងភ័ក្រផ្ញើឲ្យនោះគឺនៅក្នុងភូមិហួសចុះមកស្ពានអ្នកលឿងបន្តិចក្រោយពេលយកបានហើយខ្ញុំក៏បើកឡានចេញទៅតែបានប្រមាណតែជាង5នាទីបងភ័ក្រក៏ទេមកឲ្យខ្ញុំឈៀងយកអីវ៉ាន់មួយកញ្ចប់ទៀតនៅឯផ្ទះប្អូនស្រីគាត់ម្ដុំស្ពានអាកាសក្បាលថ្នល់ពេលនោះអីវ៉ាន់របស់គាត់រុំយ៉ាងជិតនៅក្នុងកេះដោយមានរបៀបខុសពីធម្មតាខ្ញុំឆ្ងល់ដែរតែមិនហ៊ានសួរច្រើនក៏លើកអីវ៉ាន់ដាក់លើឡានបើកចេញមកតាមធម្មតាគ្រាន់តែខ្ញុំឡើងដល់ឡានភ្លាមសំឡេង notification ABA របស់ខ្ញុំក៏លោតមកព្រោះបងភ័ក្របានបាញ់លុយចំនួន$100ឲ្យខ្ញុំដែលជាចំនួនមួយដ៏ច្រើនគួរសមដែរមិនសមនឹងតម្លៃដែលខ្ញុំដឹកមួយជើងនោះទេក្រោយមកគាត់ក៏ឆាតតាម Telegram មកថាគាត់ឲ្យជាពិសេសដែលរំខានខ្ញុំនៅចំថ្ងៃឈប់សម្រាកថ្ងៃនោះទោះផ្លូវស្ទាក់បន្តិចក៏ដោយតែខ្ញុំសប្បាយចិត្តខ្លាំងណាស់នឹងនឹកក្នុងចិត្តថាស្អែកឡើងនឹងទៅទិញកង់ថ្មីឲ្យកូនស្រីខ្ញុំព្រោះសន្យានឹងនាងយូរខែមកហើយបន្ទាប់ពីចេញផុតភ្នំពេញមេឃក្តៅសុកក៏ចាប់ផ្ដើមធ្លាក់ភ្លៀងកក់ខែមួយមេធំធ្វើឲ្យឡានខ្ញុំបែកកង់ក្រោយទាំងសងខាងទៀតផងមិនដឹងថាជាថ្ងៃហេងឬក៏សោយឲ្យពិតប្រាកដទេថ្ងៃនោះខ្ញុំធ្វើឡានអស់$40វិញធ្វើឲ្យខ្ញុំអស់អារម្មណ៍លីងសប្បាយរីករាយប្រែខ្លាចទៅជាទុក្ខ
ក្រោយពេលប៉ះរួចរាល់អស់ហើយមេឃក៏ចាប់ផ្ដើមរាំងល្មមតែក្រឡេកមើលទៅនាឡិកាម៉ោង 4 ល្ងាចបាត់ទៅហើយបងភ័ក្រក៏ទេមកប្រាប់ខ្ញុំថាឲ្យប្រញាប់ធ្វើដំណើរទៅដាក់អីវ៉ាន់តាម location ដែលគាត់ផ្ញើនៅតាម Telegram ទៅព្រោះតាមផ្លូវទៅផ្ទះបងប្រុសគាត់ផ្លូវរាងស្ងាត់និងពិបាកជិះបន្តិចបើមកវិញពេលយប់ក្រែងលោកខ្ញុំខ្លាចខ្ញុំក៏ធ្វើតាមសម្ដីដែលគាត់បានប្រាប់ពេលជិះចុះពីលើស្ពានអ្នកលឿងមកខ្ញុំក៏បើក GPS មើលប៉ុន្តែបើកចុះបើកឡើងស្រាប់តែទៅដល់ផ្លូវវាលស្រែតលមួយកន្លែងស្ងាត់ឲ្យជ្រាបហើយមេឃក៏ចាប់ផ្ដើមងងឹតរកល់ចង់ភ្លៀងម្ដងទៀតដែរខ្ញុំក៏បានលើកទូរស័ព្ទចុចទេទៅបងភ័ក្រឲ្យផ្ញើ location មកម្ដងទៀតពេលនោះគាត់បានផ្ញើឲ្យមកខ្ញុំជាច្រើនដងតែបើកយ៉ាងម៉េចក៏មើលទៅនៅចំកន្លែងដដែលហើយខ្ញុំក៏ព្យាយាមចុចទេទៅលេខអ្នកដែលទទួលតែបងភ័ក្របានសរសេរនៅលើអីវ៉ាន់នោះដែរតែទេច្រើនដងយ៉ាងណាក៏គ្មានអ្នកលើកទ្រាំមិនបានខ្ញុំក៏ជីបកថយក្រោយនិងបានសួរអ្នកដំណើរតាមផ្លូវព្រាវដើម្បីរកផ្ទះពូសុកព្រោះឈ្មោះនេះបងភ័ក្របានសរសេរនៅលើកញ្ចប់អីវ៉ាន់របស់គាត់តាមខ្ញុំគិតវាប្រហែលជាឈ្មោះសាច់ញាតិរបស់បងភ័ក្រហើយពេលនោះខ្ញុំក៏បានជិះចូលតាមផ្លូវលំមួយដែលទំនងជាផ្លូវចូលភូមិក៏បានឃើញយាយចាស់ម្នាក់អាយុប្រមាណ70ឆ្នាំកំពុងតែដើរត្រឹកនៅតាមផ្លូវខ្ញុំឈប់ឡានសួរគាត់ថាលោកយាយស្គាល់ផ្ទះពូសុកទេលោកយាយបានឮសំឡេងខ្ញុំសួរគាត់លោកយាយនោះក៏ឈប់ដើរហើយក៏ងាកមកសម្លឹងមុខខ្ញុំយឺតខ្ញុំភ្ញាក់ឲ្យព្រើតព្រោះទឹកមុខលោកយាយម្នាក់នោះឡើងស្លេកដូចមនុស្សឈឺហើយភ្នែកគាត់ឡើងខៀវលាយខ្មៅដូចជាមនុស្សមិនបានគេអញ្ចឹងបងអើយនៅពេលនោះគាត់មិនបានឆ្លើយតបនឹងសំណួរខ្ញុំទេបានត្រឹមតែក្រវីក្បាលតិចខ្ញុំក៏ប្រញាប់និយាយអរគុណគាត់ហើយក៏បើកឡានហួសទៅតែពេលនោះចម្លែកណាស់ព្រោះពេលខ្ញុំងាកទៅមើលខាងក្រោយតាមកញ្ចក់ឡានណាខ្ញុំមិនបានឃើញគាត់ទេមិនដឹងជាគាត់ដើរកាច់ទៅតាមផ្លូវណាទេអីក៏លឿនម្លេះព្រោះអំបញ្ញមិញខ្ញុំឃើញគាត់ដើរមួយដូចមនុស្សឈឺទេតើបន្ទាប់ពីបើកហួសគាត់បន្តិចខ្ញុំក៏បានឃើញស្ត្រីវ័យកណ្ដាលសក់វែងនិងកូនក្មេងម្នាក់ដើរកាន់ដៃគ្នានៅគៀនផ្លូវពេលនោះខ្ញុំក៏បើកហួសអ្នកទាំងពីរបន្តិចបំណងចតឡានដើម្បីសួររកផ្ទះពូសុកតែពេលខ្ញុំបំរុងបើកទ្វារឡានចុះមកអ្នកទាំងពីរនោះក៏បាត់ស្រមោលឲ្យឈឹងទាំងដែលផ្លូវនោះជាផ្លូវវាលស្រែសុទ្ធសាធគ្មានផ្លូវកាច់ឯណាផងម្ដងនេះខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលទេទឹកខ្មោចលងតិចដឹងខ្ញុំគិតក្នុងចិត្តម្នាក់ឯងហើយក៏ប្រញាប់ចូលឡានបើកចេញយ៉ាងលឿនដៃខ្ញុំកាន់ចង្កូតឡានយ៉ាងញ័រហើយភ្នែកក៏ចេះតែសម្លឹងមើលទៅមើលមកជាពិសេសមើលតាមកញ្ចក់ក្រោយរបស់ឡាននឹងតែម្ដងមែនមួយសន្ទុះក្រោយមកភ្នែកខ្ញុំក៏ក្រឡេកឃើញមានមនុស្សស្រីសក់វែងម្នាក់អង្គុយនៅបាំងឡានខាងក្រោយធ្វើឲ្យខ្ញុំភ្ញាក់ជន់ហ្វ្រាំងឡានសឹងតែមិនទាន់ខ្ញុំភ័យណាស់យកដៃញីភ្នែកក្រឡេកមើលម្ដងទៀតស្រាប់តែគេបាត់ទៅវិញបងអើយតែខ្ញុំកំពុងតែជួបអ្វីឲ្យពិតប្រាកដ GPS ក៏វង្វេងផ្លូវរកមិនឃើញហើយថែមទាំងមកជួបខ្មោចទៀតមួយជើងនេះគ្រប់ទឹកតែម្ដងបបពិសោធន៍អ្នក delivery អត់ដឹងថាបងប្អូនដែលកំពុងតែស្ដាប់ហ្នឹងមានអ្នក delivery ប្រមាណអ្នកទេហើយធ្លាប់ជួបបបពិសោធន៍បែបហ្នឹងឬអត់ធ្លាប់តែដឹងថាអ្នក delivery ចូលចិត្តស្ដាប់វីដេអូយើងច្រើនមែនតើខុប Grab ខុប App Panda ញ៉ាំ24អីហ្នឹងលើកមុនគាត់មក 4-5 នាក់ហើយ company ផ្សេងគ្នាទាំង4 5 ហ្នឹងគាត់ហៅ idol ហើយឆ្ងល់ដែរថាពួកគាត់ពួកម៉ាក់គ្នាឯងប៉ុន្តែគាត់អត់នៅក្នុងក្រុមហ៊ុនតែមួយណាម្នាក់នៅ app ពណ៌ក្រហមម្នាក់នៅ app ពណ៌លឿងអ្នកនៅ app ពណ៌កាឈូកអីចឹងណាអត់យល់ដែរតែសិតតែអ្នកស្គាល់យើងទាំងអស់ហ្មងហើយសំខាន់នៅពេលដែលយើងធ្វើដំណើរតាមផ្លូវទៅខេត្តឆ្ងាយអាហ្នឹងយើងម្ដងម្កាលឯណាគឺយើងចេះវែងផ្លូវដោយបទពិសោធន៍ដែលយើងធ្លាប់ទៅសៀមរាបចឹងយើងធ្លាប់និយាយឯងកម្រាំពួកគាត់រាល់ថ្ងៃ delivery រាល់ថ្ងៃហើយពេលខ្លះយើងជិះមកតាមខេត្តមកពី
តាមខេត្តមកបំពេញវិញយើងក៏នៅឃើញក្រុមអ្នកដែលគាត់ delivery ហ្នឹងនៅធ្វើការទាំងយប់ម៉ោង2ម៉ោង3នៅមានណា មានដូចឥឡូវដូចរងថ្ងៃអីចឹងពេលខ្លះ client ម៉ោង3អីចឹងក៏ order បានណា មែនតាហើយធ្លាប់សួរថាអូហើយចឹងពេលថ្ងៃគាត់ធ្វើអីគេគាត់ទៅរៀនចឹងគឺគាត់ព្យាយាមតស៊ូមែនតើពេលថ្ងៃរៀនពេលយប់ធ្វើការហើយយកពេលព្រឹកគេងទៅគេងមកផ្លែតចឹងទៅហើយក៏ទៅរៀនតចឹងទៅជីវិតពេលខ្លះវាអត់ជំរឿអញ្ចឹងអាពេលដែលនឿយហត់ខ្លាំងពេលខ្លះក៏ធ្វើឲ្យអារម្មណ៍គាត់ជួបនេះជួបនោះដែរណាពេលយប់ឡើងណា នេះយីអូនដាក់ទៀតទៅឯងបងអើយ Yes ហើយគាត់នេះគឺរបៀបជាក្រុមហ៊ុន delivery មិនគ្រាន់តែនៅក្នុងទីក្រុងទេគឺគាត់ធ្លាយដល់ទៅខាងអីណាដល់ស្រុកស្រែចំការឯងថាចុះពីស្ពានអ្នកលឿងតាន់តិចទេតែនេះគឺចូលដល់ស្រែអញ្ចឹងមិនតិចទេមើលទៅ ជីដែរ កំពុងតែដាក់អារម្មណ៍គិតវែងឆ្ងាយទូរស័ព្ទខ្ញុំក៏រោលឡើងភ័យឡើងបាសសក់ម្ដងទៀតតែពិតបំភ័ក្រទេមកសួរថាដល់ណាហើយហេតុអ្វីស្មាននេះហើយនៅមិនទាន់ដឹកអីវ៉ាន់ទៅដល់ទីតាំងទៀតខ្ញុំបានសុំទោសគាត់និងនិយាយហេតុការណ៍ដែលខ្ញុំបានជួបបំភ័ក្រក៏ប្រាប់មកវិញថានេះគឺជាមូលហេតុដែលគាត់ឲ្យខ្ញុំប្រញាប់ដឹកឲ្យទៅដល់ទីតាំងព្រោះផ្លូវម្ដុំភូមិនោះឧស្សាហ៍មានគេឃើញខ្មោចលងជាញឹកញាប់ អូ$100លួងចិត្តច្បាស់ នឹងជាហេតុផលដែលឲ្យ$100 Yes Wow ការពិតទៅបំភ័ក្រធ្វើស៊ីខ្ញុំណាស់បើដឹងតាំងពីដំបូងខ្ញុំមិនមកទេឥឡូវបំភ័ក្រប្រាប់ខ្ញុំថាឲ្យឈប់មើល GPS ហ្នឹងទៅព្រោះប្រហែលជាមិនអាចរកឃើញផ្លូវនោះទេគាត់ក៏ឲ្យខ្ញុំសួរគេរកវត្តអារាមមួយវិញម្ដងតែសុំមិនបញ្ចេញឈ្មោះវត្តនោះទេព្រោះខ្លាចបងប្អូនគាត់ខ្លាចព្រោះផ្ទះដែលខ្ញុំត្រូវយកអីវ៉ាន់ទៅឲ្យនោះគឺនៅខាងក្រោយវត្តនោះតែម្ដង គឺធ្វើបានមួយវត្ត ផ្ទះក្រោយវត្ត អ្នកលឿងអ្នកនៅអ្នកលឿង អត់ដឹងទេអ្នកនៅអ្នកលឿង ប្រហែលជាស្គាល់វត្តហ្នឹងអ្នកស្ដាប់បើស្គាល់ចូលខមមិនផងបានឮគាត់និយាយដូច្នេះខ្ញុំរៀងធូរទ្រូងបន្តិចវិញក៏ប្រញាប់បើកឡានបើកតម្រង់ទៅតាមទិសដែលគាត់រៀបរាប់ប្រាប់មកដល់តាមផ្លូវដែលបំភ័ក្របានប្រាប់មុននេះខ្ញុំក៏បានមកដល់ខ្លោងទ្វារវត្តនោះមែនខ្ញុំចតឡាននៅមុខខ្លោងទ្វារវត្តបន្តិចសិននិងបំណងចុះទៅសួរអ្នកលក់នៅក្បែរនោះដើម្បីរកផ្ទះពូសុកខ្ញុំចុះមកដល់ឃើញក្មេងជំទង់ម្នាក់កំពុងតែអង្គុយលក់ដូងខ្ញុំក៏សួរអូននឹងថាអូនបងសួរបន្តិចមើលអូនឯងមានស្គាល់ផ្ទះពូសុកអត់ភ្លាមនោះអូននោះក៏បានឆ្លើយថាអូពូសុកស្គាល់តាបងឯងជិះចូលទៅក្នុងវត្តតែម្ដងទៅព្រោះនៅក្រៅវត្តមានផ្លូវត្រង់ទៅចំផ្ទះគាត់តែម្ដងហើយបើបងជិះវៀងតាមផ្លូវរបងវត្តប្រហែលជាផ្លូវលិចទឹកហើយព្រោះម្សិលមិញភ្លៀងធ្លាក់រៀងខ្លាំងដែរបងខ្ញុំងក់ក្បាលហើយក៏អរគុណអូននោះសប្បាយចិត្តព្រោះពេលនេះគឺបានតម្រុយហើយមុននឹងបើកឡានចូលទៅក្នុងវត្តតាមសម្ដីវាប្រាប់ពេលដែលខ្ញុំជិះចូលមកដល់ក្នុងវត្តភ្លាមខ្ញុំមានអារម្មណ៍ថាស្រាវឆ្អឹងខ្នងយ៉ាងម៉េចមិនដឹងទេព្រោះវត្តនេះស្ងាត់ឲ្យជ្រាបហើយងងឹតឆឹងមិនមានអំពូលភ្លើងបើកចោលឲ្យសោះព្រោះពេលនោះម៉ោងប្រហែលជា6ល្ងាចទៅហើយល្មមគេបើកភ្លើងអីហីតែនោះស្ងាត់ឲ្យជ្រាបឮសូរតែសំឡេងចង្រិតយំខ្ញុំបើករហូតហូរទម្លុះរបងវត្តចេញទៅខាងក្រោយវត្តវិញក៏មិនឃើញមានផ្ទះអ្នកភូមិមួយសោះមានតែវាលស្រែផ្លូវទៅមុខទៀតក៏តូចហើយមានទឹកដក់មួយដប់ទៀតតែសំណាងល្អខ្ញុំបានឃើញលោកតាអាចារ្យម្នាក់ពាក់អាវសខោចែវកំពុងតែដើរពីខាងក្រោយឡានរបស់ខ្ញុំនេះបើតាមខ្ញុំមើលតាមកញ្ចក់ឡានណាពេលនោះខ្ញុំក៏ចុចបើកកញ្ចក់ឡានហើយនឹងសួរគាត់រកផ្ទះពូសុកដដែលក្រោយមកលោកតាអាចារ្យម្នាក់នោះមិនបានឆ្លើយនឹងសំណួរខ្ញុំទេតែគាត់បានលើកដៃចង្អុលត្រង់ទៅខាងមុខទៀតបានន័យថាឲ្យខ្ញុំបើកទៅត្រង់ទៀតហើយគាត់ក៏ដើរហួសឡានខ្ញុំបាត់ទៅប៉ុន្តែបងអើយខ្ញុំសែកឲ្យម៉ែជួយតែម្ដងពន្លឺភ្លើងឡានខ្ញុំដែលបញ្ចាំងទៅមុខនោះបានបង្ហាញយ៉ាងច្បាស់ថាលោកតាអាចារ្យម្នាក់នោះគ្មានជើងនោះទេខ្ញុំបានយកដៃញីភ្នែកម្ដងហើយម្ដងទៀតតែក៏បាត់ស្រមោលអាចារ្យនោះឲ្យឆឹងលេចចេញមកវិញនៅភ្លើងម៉ូតូអាកុបមកពីខាងក្រោយឡានខ្ញុំតែម្ដងពេលមកដល់ខ្ញុំឃើញបុរសម្នាក់មានវ័យស្របាលខ្ញុំគាត់ឈប់ម៉ូតូងក់និងសួរខ្ញុំតាមកញ្ចក់ឡានថាបងឯងទៅណាវិញខ្ញុំត្រេកអរបន្តិច
ព្រោះពេលនេះខ្ញុំបានជួបមនុស្សប៉ិតហើយមិនមែនជួបខ្មោចទៀតទេខ្ញុំក៏សួរថាបងមានស្គាល់ផ្ទះពូសុកអត់ខ្ញុំមកតាមផ្លូវនេះត្រូវទេបងភ្លាមនោះគេក៏ឆ្លើយថាអូត្រូវហើយបងឯងជិះតាមផ្លូវនេះទៅត្រង់ទៅដល់ផ្ទះគាត់ហើយខ្ញុំទើបតែជិះចេញមកពីផ្ទះគាត់ដែរតើបងខ្ញុំលឺហើយអមែនតើហើយក៏ប្រញាប់អរគុណគេហើយក៏បើកឡានបន្តទៅមុខទៀតទាំងភ័យផងអរផងព្រោះការងារថ្ងៃនេះជិតដល់ទីបញ្ចប់មែនតើហើយបន្ទាប់ពីបើកហួសផ្លូវវាលស្រែនោះខ្ញុំក៏បានឃើញផ្ទះអ្នកភូមិ 4-5 ខ្នងនៅជាប់គ្នានិងឃើញមានពូចំណាស់ម្នាក់បានចេញមកឈរនៅខាងមុខផ្ទះល្មមដូចជាឈរចាំមើលផ្លូវខ្ញុំអញ្ចឹងផ្ទះគាត់សង់ពីឈើខ្ពស់និងមានសភាពរាងចាស់ទ្រុឌទ្រោមបន្តិចទៅហើយខ្ញុំចុះពីលើឡានណាក៏ជម្រាបសួរគាត់ត្រឹមត្រូវហើយខ្ញុំក៏បន្តនិយាយថាជម្រាបសួរពូឯងពូសុកមែនបងប្អូនបងភ័ក្រហ្នឹងមែនគាត់ក៏ងក់ក្បាលហើយក៏តបថាបាទក្មួយតើហេតុអីក៏យប់ម្លេះក្មួយវង្វេងផ្លូវមែនខ្ញុំគិតក្នុងចិត្តម្នាក់ឯងមិនត្រឹមតែវង្វេងផ្លូវទេពូអើយ GPS ធ្វើស៊ីខ្ញុំទៀតហើយមានអីទៅជួបខ្មោចឡើងវល់ទៀតហ៎នៅខ្លាចមិនតាន់បាត់ផងមកសួរឯងអញ្ចឹងតែខ្ញុំធ្វើជាញញឹមតិចនិងឆ្លើយតបទៅគាត់តាមបែបធម្មតាបាទពូវង្វេងផ្លូវមែនព្រោះបងភ័ក្រផ្ញើខុសទីតាំងក្រោយមកខ្ញុំក៏លើកអីវ៉ាន់ដាក់ចូលផ្ទះគាត់និងសំពះលាគាត់ត្រឡប់មកវិញតែពេលនោះពូសុកក៏ខាត់ថាឲ្យខ្ញុំនៅសម្រាប់ផ្ទះគាត់មួយយប់ទៅព្រោះពេលនេះយប់ហើយខ្លាចខ្ញុំធ្វើដំណើរទៅវិញពិបាកប៉ុន្តែខ្ញុំក៏តបថាមិនអីទេព្រោះខ្ញុំចាំផ្លូវបានហើយទៅវិញលឿនជាងពេលមកទេនិយាយចប់ខ្ញុំក៏បើកឡានចេញមកវិញពូសុកក៏បានផ្ដាំថាបើបើកឡានប្រយ័ត្នប្រយែងណាក្មួយហើយបើបានឃើញអីតាមផ្លូវឬអីតាមផ្លូវព្យាយាមធ្វើធម្មតាទៅខ្ញុំឮភ្លាមដឹងនៅក្នុងចិត្តយ៉ាងច្បាស់ទៅហើយថាភូមិនេះមានខ្មោចលងសាហាវយ៉ាងណាបើមិនអញ្ចឹងមិនមែនអ្នកភូមិផ្ដាប់ផ្ញើបែបហ្នឹងទេគុំផ្ដាំមកអត់អីមែនតើបើមិនផ្ដាំចុះបើសិនជាយើងលឺទៅហើយយើងអីយើងឆ្លើយឆ្លងមួយគេទៅមិនចប់ចង់យល់អារម្មណ៍ឆ្លើយឆ្លងជាមួយខ្មោចដល់ហើយអត់ចង់ចូលចិត្តស្ដាប់តែឲ្យចង់ជួបអត់ចង់ឃើញអត់អាហ្នឹងគេហៅថាជួបព្រឹត្តិការណ៍ថ្មីក្នុងជីវិតហ្នឹងហើយខេងលោកខ្លាចជាប្រិយមិត្តផ្ញើសារមកបន្ទាប់គ្រាន់តែឮភ្លាមខ្ញុំដឹងក្នុងចិត្តច្បាស់លាស់ទៅហើយថាភូមិនេះមានខ្មោចលងសាហាវដែរហ្នឹងអញ្ចឹងហើយបានបងភ័ក្រឲ្យលុយថ្លៃដឹកមកខ្ញុំច្រើនគួរសមបងភ័ក្រធ្វើស៊ីបើកឡានកាត់តាមផ្លូវវាលស្រែដែលខ្ញុំបានឃើញខ្មោចតែអាចារ្យអត់ឃើញជើងនោះខ្ញុំខ្លាចណាស់តែចេះតែក្រឡេកមើលទៅឆ្វេងទៅស្ដាំព្រោះចង់ឃើញដែរខ្លាចតែចង់ឃើញអញ្ចឹងណានៅពេលដែលជិះទៅដល់វត្តសុកឡានខ្ញុំមិនដឹងជាយ៉ាងម៉េចបងអើយវេចង្កូតទៅម្ខាងព្រោះពេលនោះបែកកង់ខាងក្រោយបាត់ទៅហើយគ្រាន់តែឮសូរសំឡេងឡានបែកកង់របស់ខ្ញុំភ្លាមខ្ញុំក៏ឃើញមានកុដលោកមួយបើកភ្លើងអំពូលម៉ែត្រព្រឹមនិងមានព្រះសង្ឃវ័យចំណាស់មួយអង្គព្រមទាំងក្មេងវត្ត 2-3 នាក់ចេញមកមើលលោកតាក៏មានសង្ឃដីកាថាញោមមានរឿងអីឡានបែកកង់មែនខ្ញុំប្រញាប់ថ្វាយបង្គំលោកតានិងតបថាកណាលោកតាឡានបែកកង់បាត់ហើយនៅម្ដុំនេះមានជាងឡានដែរអត់លោកតាក៏ឆ្លើយថាអើយគ្មានទេញោមប្រុសអើយមានតែផ្លូវធំឯណោះចាំព្រឹកអាត្មាឲ្យក្មេងៗទៅតាមជាងឲ្យឥឡូវយប់ហើយយល់ល្អញោមឯងសម្រាប់នៅក្នុងវត្តនេះជាមួយនឹងអាត្មាមួយយប់សិនទៅចាំព្រឹកឡើងធ្វើឡានរួចចាំចេញដំណើរបន្តទៀតមិញគេងនៅផ្ទះពុះសុករៀងគ្រាន់តិចឥឡូវមកគេងក្នុងវត្តបដ ாய் តែសំខាន់បែកកង់ឡានប្រហែលដងហ្នឹងនេះលើកទី2ហីដំបងបែក2កង់ហីដូចឲ្យបថ្នោហ្មងណាខ្ញុំគិតក្នុងចិត្តម្នាក់ឯងដឹកអីវ៉ាន់បងភ័ក្រមួយជើងនេះមិនក៏ជួបហេតុការណ៍ច្រើនម្លេះគ្រប់ទឹកតែម្ដងឡានក៏ខូចខ្មោចក៏លងឥឡូវត្រូវមកដេកក្នុងវត្តមួយយប់ទៀតបន្ទាប់មកខ្ញុំក៏ប្រញាប់ថ្វាយបង្គំអរគុណលោកតានិងសូមលោកតាទៅសម្រាកនៅក្នុងព្រះវិហារតែម្ដងព្រោះក្នុងចិត្តខ្លាចខ្មោចមកតាមលងទៀតលោកតាក៏យល់ព្រមនិងបានប្រើឲ្យក្មេងវត្តនឹងទៅយកកន្ទេភួយខ្នើយនិងបាយម្ហូបមួយចំនួននៅក្នុងកុដលោកយកមកឲ្យខ្ញុំទៀតផងក្រោយពីហូបបាយទឹករួចនិងចាក់សោឡានទុកដាក់រួចរាល់ខ្ញុំក៏យកកន្ទេលទៅក្រាដើម្បីគេងនៅលើព្រះវិហារយប់នោះក៏មានភ្លៀងធ្លាក់
មកស្រេចស្រេចរហូតធ្វើឲ្យក្នុងព្រះវិហារកាន់តែត្រជាក់ស្រឹបអ្វីត្បិតតែព្រះវិហារនេះតូចមែនតែមានអនាម័យល្អស្អាតណាស់នឹងដូចជាព្រះវិហារសេសសល់ពីជំនាន់ដើមមើលទៅមានក្បាច់ក្បូររចនាចាស់បន្តិចទៅហើយមុនរៀបគេងខ្ញុំក៏មិនភ្លេចទេក្នុងការខលទូរស័ព្ទទៅប្រាប់ប្រពន្ធនិងកូនខ្ញុំថាយប់នេះខ្ញុំមិនបានទៅគេងផ្ទះទេព្រោះឡានបែកកង់កណ្ដាលផ្លូវតែខ្ញុំមិនបានប្រាប់ពីរឿងខ្មោចលងទៅនាងទេព្រោះខ្លាចនាងរឹតតែបារម្ភទូរស័ព្ទរួចរាល់ខ្ញុំក៏ក្រាលកន្ទេដាក់ខ្នើយបំរុងនឹងគេងហើយនឹងតាំងចិត្តថាយប់នេះគេងឲ្យលក់ឲ្យបានលឿនបំផុតព្រោះខ្លាចខ្មោចលងគេងបានតែមួយស្របក់ខ្ញុំមានអារម្មណ៍ថាហាក់ដូចជារងាទៅខ្ញុំក៏ចាប់ផ្ដើមទាញភួយមកដណ្ដប់តែខ្ញុំនៅតែរងាដដែលព្រោះមានខ្យល់បក់មកពីបង្អួចព្រះវិហារមួយដែលបើកចំហចោលនៅចុងជើងខ្ញុំពេលនោះខ្ញុំក៏បានក្រោកដើរទៅបិទបង្អួចនោះតែទាញបិទយ៉ាងណាក៏មិនអាចបិទបង្អួចនោះបានព្រោះដូចជាមានដៃមនុស្សកំពុងតែប្រទាញប្រទង់ជាមួយនឹងខ្ញុំអញ្ចឹងបងអើយទាញចុះទាញឡើងម៉ែអើយជួយផងមានស្រមោលមនុស្សខ្មៅដកធំមួយភ្នែកឡើងក្រហមសក់ឡើងកន្ទ្រើងរត់កាត់មុខខ្ញុំចូលទៅក្នុងសសរវិហារបាត់មួយរំពេចខ្ញុំភ័យអស់ប្រលឹងគិតអ្វីលែងចេញទាំងអស់គិតតែប្រញាប់រត់ចុះមកក្រោមវិញសម្ដៅរត់ទៅកត់លោកតាខ្ញុំគោះទ្វារកត់ខ្លាំងផ្អើអស់គេឯងនឹងស្រែកថាលោកតាជួយខ្ញុំផងខ្មោចលងលោកតាក៏បានបើកទ្វារកត់មកហើយបានឲ្យខ្ញុំសម្រាកនៅក្នុងកត់ជាមួយគាត់ដែរភ្លាមនោះលោកក៏មានសង្កេតការថាខ្ញុំប្រហែលជាស្រវាំងភ្នែកហើយនៅក្នុងព្រះវិហារណាគ្មានខ្មោចអីទេខ្ញុំភ័យណាស់នឹងនិយាយរៀបរាប់រឿងគ្រប់យ៉ាងតាំងពីល្ងាចដែលខ្ញុំបានជួបខ្មោចនឹងទៅលោកតាបន្ទាប់មកលោកក៏បានយកខ្សែអំបោះសីមាពណ៌សមកចងដៃឲ្យខ្ញុំនិងប្រោះទឹកមុនឲ្យខ្ញុំបន្តិចដើម្បីកុំឲ្យខ្ញុំភ័យលួសព្រលឹងយប់នោះខ្ញុំគេងមិនសូវជាលក់ប៉ុន្មានទេព្រោះអារម្មណ៍នៅតែដិតដាមជាប់នឹងរូបភាពដែលបានឃើញហើយនោះជាលើកទី1ហើយដែលខ្ញុំបានជួបព្រលឹងវិញ្ញាណច្រើនដងបែបនេះនៅក្នុងពេលតែមួយថ្ងៃឬក៏ថ្ងៃនោះរិស័យខ្ញុំដាក់ផងក៏មិនដឹងបានជាឃើញខ្មោចជាប់រហូតបែបនេះបន្តគេងប្រហែលជាដល់ម៉ោង4ភ្លឺហើយហ្នឹងណាស្រាងខ្ញុំក៏ឈឺបត់ជើងតូចមិនហ៊ានដើរលោកតាទេខ្ញុំក៏បើកទ្វារកត់ថ្នមដើរចេញទៅក្រៅបំរុងទៅរកបន្ទប់ទឹកមិនហ៊ានសួរក្មេងវត្តព្រោះខ្លាចរំខានពួកវាគ្រាន់តែចេញក្រៅកត់ភ្លាមក្រឡេកមើលនៅជុំវិញវត្តគឺមិនឃើញកន្លែងបន្ទប់ទឹកសោះខ្ញុំក៏គិតថាទ្រាំសិនទៅប្រហែលជា1ម៉ោង2ម៉ោងទៀតរៀងភ្លឺបន្តិចក្មេងវត្តគេភ្ញាក់ចាំយើងសួរគេខ្ញុំក៏រៀបនឹងបកក្រោយស្រាប់តែមិនឃើញកត់នោះបន្តទៀតសោះដល់វាបាត់កត់ម្ដងអ្វីដែលខ្ញុំបានឃើញគឺត្រឹមតែក្រែបាក់បែកមួយហើយនឹងកតាបអីវ៉ាន់ខ្ញុំតែប៉ុណ្ណោះហើយចុះលោកតាអំបញ្ញមិញទៅណាបាត់ហើយលោកដែលមានសន្និកាជាមួយនឹងខ្ញុំនឹងជានរណាគេឲ្យពិតប្រាកដអ្វីដែលខ្ញុំបានឃើញនៅក្នុងបរិវេណវត្តនោះគឺត្រឹមតែវិហារចាស់បាក់បែកមួយតែប៉ុណ្ណោះគឺអត់មានកត់អត់មានអីនោះទេហើយក្មេងវត្តហើយនឹងព្រះសង្ឃដែលខ្ញុំបានជួបក៏មិនមែនជាមនុស្សដែរខ្ញុំភ័យលួសព្រលឹងតែសំណាងហើយនៅតាមភូមិស្រុកបែបហ្នឹងម៉ោង4ម៉ោង5ចាប់ផ្ដើមមានអ្នកភូមិចាប់ផ្ដើមមានក្មេងៗគេដើរទៅដើរមកនៅតំបន់នោះហើយព្រលឹមរៀងស្រាងខ្ញុំក៏បានជួបជាមួយនឹងក្មេងៗនៅតំបន់នោះហើយក៏បានពឹងពួកវានឹងឲ្យនាំជាងដែលនៅផ្លូវធំនឹងមកប៉ះកង់ឡានឲ្យខ្ញុំនិងប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញដោយមិនបង្អង់ឡើយចឹងមានន័យថាមិនអាពេលគាត់ដំបូងគាត់មិនជិះទៅរកតែពុសុកហើយជិះទៅរកតែពុសុកគាត់មិនជួបគេមកតង់អីតែគាត់ក៏ជិះកាត់វត្តហ្នឹងដែរហ្នឹងហើយតែគាត់មានឃើញគាត់ឃើញវិហារអត់ឃើញទេគាត់ឃើញវិហារឃើញវត្តមានខ្លោងទ្វារវត្តតែអត់បាននិយាយពីគាត់ទេបានឃើញវិហារហើយជួបក្មេងម្នាក់តែមិនក្មេងហ្នឹងមនុស្សឬក៏ខ្មោចទេក្មេងហ្នឹងប្រាប់ថាទៅត្រង់ដល់ផ្ទះពុសុកហើយហើយទៅពេលជិះកាត់ម្ដងទៀតចេញកត់ចេញវិហារហ្នឹងហើយកលេចឆ្វាច់អស់លីងហើយសំខាន់មកបែកកង់ឡាននៅក្នុងវិហារហ្នឹងហ្មងវាគឺជាការព្រៀងទុករបស់បងភ័ក្របងមួយថ្ងៃបែកកង់3បងភ័ក្រត្រឡប់ទៅវិញដឹងត្រូវហ្មងមកដល់ផ្ទះវិញខ្ញុំបានទេប្រាប់រឿងទាំងអស់នេះទៅបងភ័ក្រខ្ញុំខឹងខ្លាំងមែនតើតែគាត់អត់បានអរគុណខ្ញុំអត់បានលួងលំខ្ញុំគាត់បែរជាសើចទៅវិញបងអើយតែគាត់ក៏មានទឹកចិត្តល្អដដែលនឹងដោយសារតែគាត់ស្រឡាញ់ខ្ញុំគាត់បានបាញ់លុយឲ្យខ្ញុំថែម$100ទៀតអញ្ចឹងខ្ញុំក៏រៀងស្ងប់ចិត្តដែរ
ដើម្បីទុកជាការប៉ះប៉ូវសំជំងឺចិត្តឲ្យខ្ញុំវិញរឿងហ្នឹងក៏ត្រូវបានបញ្ចប់ដោយសារតែ$100ចុងក្រោយហ្នឹងអញ្ចឹងហើយចុងក្រោយគាត់ក៏បានប្រាប់ថាភូមិនោះល្បីយូរហើយរឿងខ្មោចលងដូច្នេះហើយបានជានៅក្នុងវត្តនៅពេលយប់ឡើងម៉ោង7ម៉ោង8អីហ្នឹងគ្មាននរណាគេហ៊ានចេញទៅតំបន់នោះទេតែអ្នកភូមិហ្នឹងក៏មិនហ៊ានចេញក្រៅផ្ទះផងគេបិទភ្លើងសម្រាប់អស់ហើយទើបគាត់ទៅដល់ហ្នឹងគឺអ្នកភូមិហ្នឹងគឺមិនមាននរណាគេបើកភ្លើងនៅក្នុងផ្ទះនោះឡើយហើយមួយទៀតបងភ័ក្រប្រាប់ថានៅក្នុងកេះអីវ៉ាន់ដែលខ្ញុំដឹកពីផ្ទះប្អូនស្រីគាត់នោះគឺជាធាតុរបស់កូនប្រុសពៅពូសុកដែលស្លាប់កាលពីឆ្នាំមុន តោះបងភ័ក្រជប់និយាយគ្នា បងភ័ក្រអើយបងភ័ក្រ មិនធ្វើស៊ីផ្លូវចិត្តសោះ ហើយជួបខ្មោចទេ តែបងប្រាប់មិនហ៊ានណាគេយកទៅ ចាំនិយាយថាជួបខ្មោចមធ្យមឯងងុំមកដល់វិញហើយឆ្លៀតប្រាប់ថាក្នុងនឹងធាតទៀត បងភ័ក្រមិនហ៊ានប្រាប់ខ្ញុំព្រោះខ្លាចខ្ញុំមិនហ៊ានដឹកឲ្យគាត់នឹងឯងខ្ញុំលឺហើយធ្លាក់ខ្លាំងក្តុកព្រះអើយខ្ញុំដឹកឆ្អឹងខ្មោចតើចឹងបានឃើញខ្មោចលងតាមផ្លូវមិនឈប់សោះត្រូវបងភ័ក្រក៏សុំទោសខ្ញុំដែរហើយនឹងប្រាប់បន្ថែមទៀតថាថ្ងៃនោះគាត់ពិតជារកមនុស្សដឹកអីវ៉ាន់ឲ្យគាត់មិនបានមែនទើបគាត់ដាច់ចិត្តមកពឹងពាក់ខ្ញុំហើយក៏មិនហ៊ាននិយាយប្រាប់ការពិតមកដល់ខ្ញុំទេខ្ញុំនឹកខឹងបងភ័ក្រនៅក្នុងចិត្តបន្តិចដែរតែមិនបានគុំគួនអ្វីទេធ្វើម៉េចនេះជាអាជីពរបស់យើងទៅហើយវាអាចជាថ្ងៃសោយរបស់ខ្ញុំក៏ថាបានដែរថ្ងៃហ្នឹងខ្ញុំមិនចាំបាច់គិតអីច្រើនទេតែបើឲ្យខ្ញុំដឹកអីវ៉ាន់ឲ្យបងភ័ក្រទៅទីនោះម្ដងទៀតខ្ញុំសុំសេថាណូហើយបងអើយខ្ញុំរៀងចាលហើយមួយជីវិតនេះរៀងដល់ជាតិក្រោយតែម្ដង ជាចុងក្រោយខ្ញុំអរគុណបងរតនាដែលបានអានអត្ថបទរឿងរ៉ាវរបស់ខ្ញុំដល់ចប់ខ្ញុំពិតជាចូលចិត្ត The Story Podcast ហើយនឹងរឿងរ៉ាវមុនរបស់បងណាស់គឺបងអានបានល្អខ្លាំងមែនតើហើយក៏អរគុណដល់ធីមការងាររបស់បងដែរដែលធ្វើឲ្យពួកយើងមានអារម្មណ៍ថាអត់អបសក់សង្ឃឹមថាបងនឹងលើករឿងនេះទៅនិយាយនៅក្នុង The Story Podcast នៅអេពីសូតឆាប់នេះផងទៅចុះអរគុណជម្រាបលាអរគុណបងអត់ចង់ចាំខ្មោចទេចង់ចាំបំភាក់អត់ចាំតែឈ្មោះបំភាក់មួយព្រោះអីជួបខ្មោចច្រើនតង់ពេកច្រើនខ្លាំងណាអូគាត់មិនដឹងជួបស្អីខ្លះណាតាំងពី GPN នាំគាត់ទៅកដាវាសែបានន័យថាមនុស្សដែលគាត់ជួបនៅកដាវាសែសិតតែខ្មោចបលឹងវិញ្ញាណទាំងអស់មកនិយាយទៅតាំងពីគាត់ចូលដល់ក្នុងភូមិនឹងរហូតជីចេញមកវិញនឹងរហូតនិយាយទៅតទៅជួបក្មេងៗពេលមេចិត្តភ្លឺនេះទេបានមនុស្សហោះហើយសម័យមើលគាត់ជួបគេឡើងច្រើនអ្នកអីឡើងចង់10អ្នកអីហ្នឹងហើយពូសុកខំប្រឹងខាត់ទៀតណាហើយគាត់បាននិយាយទៀតថាកុំអោយនិយាយមួយណាគេហើយបើលឺអីក៏កុំបាច់ចាំបាច់ងាកដែរធ្វើមិនដឹងមិនលឺទៅតែនេះគឺបែកកង់នៅកណ្ដាលវត្តមិនអោយនិយាយមួយគេមិនហើយសំខាន់មានប្រសងមកនិយាយមួយទៀតហើយសំខាន់គឺថ្ងៃហ្នឹងគឺដោយសារអីគឺគាត់ដឹករបស់ដែលគេហៅថាអត់ល្អយើងមិនដឹងមិនដែរប៉ុន្តែនេះគឺជាធាតុរបស់មនុស្សគឺជាឆ្អឹងសាកសពអញ្ចឹងប៉ះចំគាត់គឺជាមនុស្សដែលមានរាសីដៃនៅថ្ងៃហ្នឹងទៀតហើយយកតាមខ្លួនពេលខ្លះគឺទាញឲ្យរាសីគាត់សញ្ចត់អីចឹងទៅក៏ទៅឃើញចឹងទៅអត់ទេធ្លាប់ឮថាចេះអាគ្រឿងចឹងអីអ្នកកាន់បានអ្នកលើកបានអ្នកអីបានសិតតែបងប្អូនសាច់ញាតិគេគ្រួសារគេរួចគាត់របៀបថាអូយើងអ្នកដតីទៀតអូត្រូវប៉ាន់បាត់ហើយមែនតើ yes ហើយចូលទៅក្នុងភូមិមួយមានណាអញ្ចឹងបានគេថាពេលខ្លះខ្មោចនិងមនុស្សរស់នៅជុំគ្នាទេគ្រាន់តែយើងមើលអត់ឃើញគេក៏អត់រំខានយើងអញ្ចឹងទៅគេហៅថាខ្មោចមិនបំពេញមនុស្សកុំទៅបំពេញខ្មោចក្រោយក្នុងលោកគ្រូក៏មានដែរអញ្ចឹងអញ្ចឹងទេអ្នកទាំងអស់គ្នាប្រយ័ត្នផងពេលពងមើល The Story Podcast ហ្នឹងប្រយ័ត្នមានណាគេមកមើលជាមួយហើយបើលឺសូរសំឡេងឯងនៅក្បែរតិចអីហ្នឹងមិនមែនជាសំឡេងរបស់ធីមការងារយើងទេប្រយ័ត្នច្រឡំថានឹងជាសំឡេង effect របស់យើងអីណាប្រយ័ត្នរៀងមើលក្រោយផងអត់ដឹងទេពួកខ្ញុំអត់ដឹងទេព្រោះវាថាអាសាច់រឿងហ្នឹងគឺខ្ញុំធ្លាប់ឮដែរអារឿងបែបស្ដាប់មកปุ๊បមើលខ្មោចហើយមានខ្មោចមកមើលរឿងមួយខ្មោចហើយមានខ្មោចមកមើលមួយមែនតើចាប់សលេងផ្សេងដែលតាក់ទងមួយរឿងហ្នឹងធ្លាប់លឺចាំទៅរករឿងហ្នឹងមកនិយាយមែនអត់អញ្ចឹងបានថាអ្នកខ្លះមើលរឿងខ្មោចចូលចិត្តតែមើលមុខកញ្ចក់ព្រោះអីគេគាត់មានអារម្មណ៍ insecure នៅពេលដែលអត់មានណាគេនៅពីក្រោយអញ្ចឹងដល់ពេលមើលកញ្ចក់អញ្ចឹងទៅគាត់អាចមើលកញ្ចក់ភ្លាមថាបើមានណាគេនៅក្រោយគឺគាត់អាចប្រុងព្រាមខ្លួន